Hello everyone បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ថ្ងៃនេះយើងនឹងមករៀនអំពីអក្សរ B អក្សរ B ជាអក្សរទី2នៅក្នុងភាសាអង់គ្លេសក្នុងចំណោមអក្សរទាំង26ដែលក្នុងនោះមានស្រៈចំនួន5បាទអញ្ចឹងយើងមាន3ចំណុចអក្សរ B ចំណុចទី1គឺយើងនិយាយអំពីសូរសំឡេងនៃអក្សរ B អក្សរ B គឺមានសំឡេងដូចអក្សរខ្មែរយើងគឺអក្សរបឬអក្សរបចំណុចទី2គឺទីតាំងនៃអក្សរ B នៅក្នុងពាក្យបាទទីតាំងនោះមាន3កន្លែងគឺទី1អក្សរ B ផ្ដើមដំបូងនៅក្នុងពាក្យណាមួយហើយទី2នៅកណ្ដាលទី3នៅផ្នែកខាងក្រោយនៃពាក្យហើយចំណុចទី3គឺ B នឹងមិនត្រូវបានបញ្ចេញសំឡេងទេបាទគឺគេអត់អានបាទនៅក្នុងពាក្យអញ្ចឹងសរ B យើងទៅសេយ៉ាងដូចម្ដេចបាទសរ B ធំយើងសេអញ្ចឹងអូខេបើសរ B ទូចយើងសេអញ្ចឹងអូខេអញ្ចឹងយើងងាកមើលចំណុចទី1គឺថាការបញ្ចេញសំឡេងនៃអក្សរ B អក្សរ B មានសូរសំឡេងដូចអក្សរខ្មែរយើងបឬបឧទាហរណ៍ថាមានពាក្យ ball yes បអ ball បាទពាក្យ ball បកប្រែថាបាល់ទាត់បាល់គេលេងបាទបាល់ទាត់បាល់ទះពាក្យទី2 baby អញ្ចឹង baby នេះប្រែថាកូនង៉ែត book ណាបអ៊ុបុនេះអូពីនេះអ៊ុនឹងក book yes book បកប្រែថាសៀវភៅបាទអញ្ចឹងចំណុចទី1គឺអក្សរ B ហ្នឹងបានបញ្ចេញសំឡេងបគឺដូចអក្សរខ្មែរយើងបឬបអញ្ចឹងទី2យើងនឹងនិយាយអំពីទីតាំងនៃអក្សរ B បាទចំណុចដំបូងគឺ B វានៅទីតាំងនៃចាប់ផ្ដើមពាក្យមួយឧទាហរណ៍ពាក្យ big yes big គឺអក្សរ B ចាប់ផ្ដើមដំបូងបកប្រែថាធំ bag យើងហៅថា bag បានន័យថានៅខាងក្រោយឬក៏ខ្នងរបស់មនុស្ស bag គឺអក្សរ B នៅដើមដំបូង bone អក្សរ B នៅដើមដំបូងណា bone ហ្នឹងមានន័យថាឆ្អឹង yes ចំណុចមួយទៀតអក្សរ B គឺនៅកណ្ដាលនៃពាក្យនីមួយៗឧទាហរណ៍ rubber yes rubber បានន័យថាចោលលួចចោលឆក់ហើយគេ rubber យើងឃើញអក្សរ B នៅកណ្ដាលអញ្ចឹង rubber នេះបកប្រែថាកៅស៊ូដែលយើងគេដាំដើមកៅស៊ូấyគេជាយកជ័រកៅស៊ូបាទដល់កៅស៊ូថ្នល់គេហៅផ្សេងកៅស៊ូថ្នល់ថាកៅស៊ូនេះកៅស៊ូដែរតែកៅស៊ូ rubber នេះសំដៅទៅលើកៅស៊ូដើមកៅស៊ូដែលគេដាំជាជ័រឲ្យហូរជ័រចេញមកហ្នឹង rubber គេយកមកផលិតជាស្បែកជើងបែបអីហ្នឹងមកជ័រកៅស៊ូចំណុចមួយទៀតអក្សរ B នៅចុងខាងក្រោយនៃពាក្យឧទាហរណ៍ពាក្យ web បាទដូចពាក្យ website ហើយពាក្យ job អូខេបាទពាក្យ job ការស្វែងរកការងារធ្វើ job អញ្ចឹង B វានៅខាងក្រោយនៃពាក្យចំណុចទី3ធំគឺថាអក្សរ B ហ្នឹងមិនត្រូវបានគេបញ្ចេញសំឡេងទេគឺ B ហ្នឹងគឺស្ងាត់មក silence អត់មានអានអញ្ចឹងឧទាហរណ៍ពាក្យអី lamb
ពី underlamp សាច់ជៀមណា climb ហក់ឬក៏លោត comb សិតសក់ thumb មេដៃយើងបាទ and doubt ឆ្ងល់ណាdoubt ឆ្ងល់ណាអញ្ចឹងនៅក្នុងចំណុចទី3ធំនេះអក្សរ B អត់បានបញ្ចេញសលេងទេគឺ silence តែម្ដងស្ងាត់តែម្ដងស្ងាត់ស្ងៀមតែម្ដងអញ្ចឹងសង្ខេបឡើងវិញទី1អក្សរ B មានសូរសំឡេងបបើគិតមកភាសាខ្មែរគេហៅបឬបទី2យើងនិយាយអំពីទីតាំងរបស់អក្សរ B គឺនៅចំណុចចាប់ផ្ដើមចំណុចកណ្ដាលហើយនឹងចុងខាងក្រោយនៃពាក្យទី3គឺ B ហ្នឹងគឺថាមិនបានបញ្ចេញសំឡេងមិនបានអានបាទគឺស្ងាត់ silence បាទការសិក្សាអក្សរ B របស់យើងមកដល់ពេលនេះឈានមកដល់ទីបញ្ចប់បាទខ្ញុំក៏សូមអរគុណសម្រាប់ការតាមដានរបស់បងប្អូនទាំងអស់គ្នា